ចាសសូមជម្រាបសួរពុកម៉ែបងប្អូនសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាមន្ទីរពេទ្យសម័យបុរាណរបស់ព្រះបាទជ័យវរ្ម័នទី7មួយទៀតហើយចាដែលប្រាសាទនេះមានឈ្មោះថាប្រាសាទតាអឹមដែលស្ថិតនៅទល់មុខនឹងច្រកខាងកើតប្រាសាទបន្ទាយឆ្មាស្ថិតនៅភូមិបន្ទាយឆ្មាកើតឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យចាដែលបានសាងសង់ឡើងនៅចុងសតវត្សទី12ដើមសតវត្សទី13ក្នុងរាជព្រះបាទជ័យវរ្ម័នទី7ចាដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានប្រាសាទនេះដែរគឺសាងសង់អំពីថ្មភក់និងមានលាយថ្មបាយក្រៀមធ្វើជាកំពែងព័ទ្ធជុំវិញនៃតួប៉មប្រាសាទសាងសង់តាមបែបរចនាបថបាយ័នចាប្រាសាទតាអឹមគឺជាមន្ទីរពេទ្យបែបវិទ្យាសាស្ត្រចាមន្ទីរពេទ្យវិទ្យាសាស្ត្រនៅពេលដែលគេព្យាបាលអ្នកជំងឺចាហើយមិនបានជាសះស្បើយគេនឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបែបជំនឿសាសនាវិញដើម្បីធ្វើការព្យាបាលតាមបែបការបួងសួងតាក់ទងទៅនឹងសាសនាវិញម្ដងចាប្រាសាទនេះគឺស្ថិតនៅក្នុងភូមិក្រោយផ្ទះអ្នកស្រុកតែម្ដងប៉ុន្តែមិនសូវមានបងប្អូនណាគាត់អញ្ជើញមកទស្សនាទេចាដោយសារតែប្រាសាទតូចនិងដោយសារតែបងប្អូនភាគច្រើនគឺគាត់មិនបានស្គាល់ប្រាសាទមួយនេះទេចាអញ្ចឹងប្រសិនជាបងប្អូនមានឱកាសបានមកទស្សនាប្រាសាទបន្ទាយឆ្មាសូមបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាប្រាសាទតាអឹមនេះផងទោះបីជាប្រាសាទតូចហើយមានរងនៅការបាក់បែកអស់ច្រើនมันអាចមើលដឹងពីរូបរាងនៃប្រាសាទចាក៏គួរតែយើងអញ្ជើញមកទស្សនាដើម្បីឲ្យបានស្គាល់នៅស្នាដៃចាទាំងអស់របស់បុព្វបុរសខ្មែរយើងចាប្រាសាទតាអឹមនេះដែរគឺបើតាមការសន្និដ្ឋានគឺមានរូបរាងដូចទៅនឹងប្រាសាទនានាដែលនៅជុំវិញប្រាសាទបន្ទាយឆ្មានេះដែរចាប្រាសាទតាអឹមគឺជាប្រាសាទតូចមួយដែលជាប្រាសាទរណបរបស់ប្រាសាទបន្ទាយឆ្មាចាហើយនៅចិត្តនឹងប្រាសាទតាអឹមនេះក៏មានប្រាសាទមួយទៀតចាគឺប្រាសាទយាយជូចាដែលជាប្រាសាទមន្ទីរពេទ្យបែបជំនឿសាសនាចាអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា